ព័ត៌មានតនហេតុការណ៍នៅពេលនេះលោកត្រាំបានបញ្ជាឲ្យក្រសួងពាណិជ្ជកម្មផ្អាកចរចាពន្ធទំនិញជាមួយនឹងថៃរហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាឆានែល Stand Up ក៏ដូចជា Page Stand Up នឹងធ្វើការលំអិតព្រមនេះទីក្រុងបាងកកនៅមុននេះបន្តិចសារព័ត៌មានខៅសុតបានធ្វើការចុះផ្សាយនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ដោយលើកឡើងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាទំនិញជាមួយនឹងថៃរហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្រោមវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមធ្វើជាសាក្សីនោះជាក់ស្ដែងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ថៃទទួលបានការជូនដំណឹងពីមន្ត្រីពាណិជ្ជកម្មអាមេរិកថាអាមេរិកនឹងផ្អាកការចរចាពន្ធទំនិញជាមួយនឹងថៃហើយអាមេរិកនឹងយល់ព្រមចរចាទំនិញជាមួយនឹងថៃវិញម្ដងទៀតលុះត្រាណាតែថៃសន្យាគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាអាមេរិកសង្ឃឹមថាកម្ពុជាថៃនឹងអាចរកដំណោះស្រាយចំនួនព្រំដែនយ៉ាងឆាប់រហ័សបំផុតក្រសួងការបរទេសថៃបានបន្តថាថៃពិតជាខកបំណងយ៉ាងខ្លាំងចំពោះមន្ត្រីពាណិជ្ជកម្មអាមេរិកដែលផ្អាកការចរចាពន្ធទំនិញជាមួយនឹងថៃដោយសារតែថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរនៅក្នុងប្រទេសម៉ាឡេស៊ីថៃបានបញ្ជាក់ពីគោលចំហរបស់ខ្លួនរហូតមកថាបញ្ហាសន្តិសុខសុវត្ថិភាពជាពិសេសបញ្ហាទ្វេភាគីរវាងកម្ពុជាថៃត្រូវពិចារណាដោយមិនពាក់ព័ន្ធជាមួយនឹងពន្ធទំនិញដែលថៃចាត់ទុកពន្ធទំនិញគឺជាពាណិជ្ជកម្មទ្វេភាគីរវាងថៃនិងអាមេរិកគូជំរាបបញ្ជាក់ផងដែរថាកាលពីយប់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានទូរស័ព្ទមកជជែកជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកអាណូទីនដោយសំណូមពរឲ្យរដ្ឋាភិបាលថៃបន្តគោរពកិច្ចព្រមព្រៀងសន្តិភាពនិងបញ្ឈប់ការឈ្លានពានមកកម្ពុជាជាបន្ទាន់ប៉ុន្តែនាយករដ្ឋមន្ត្រីថៃនិយាយមូលបង្កាច់បង្ខូចថាកម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពខណៈដែលថៃគោរពយ៉ាងម៉ឺងម៉ាត់បំផុតរហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំសឹងហាមាត់មិនរួចនិយាយអំពីថៃដែលគោរពកិច្ចព្រមព្រៀងសន្តិភាពនៃភាពម៉ឺងម៉ាត់បត់ចត់របស់ថៃនោះបើសិនជាថៃគោរពពិតប្រាកដមែនហេតុអ្វីកងទ័ពទាំង18នាក់របស់កម្ពុជាមិនព្រមដោះលែងមកឲ្យកម្ពុជាវិញនៅតែបន្តឃុំឃាំងរហូតមកដល់ពេលបច្ចុប្បន្ននេះដោយកម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរនោះបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន